កាពីម្សិលមិញហ្នឹងខ្ញុំបានផុសមួយថា Q&A ណាគេចង់សួរអីឲ្យសួរមកសំណួរទី1មានឈ្មោះថាអង្ការបានវីហ្នឹងដូចខ្ញុំធ្លាប់ប្រាប់អ្នកគ្នាចឹងដល់តែយើងល្បីទៅបានវីអ្នកគ្នាឃើញអ្នកបានវីសិតអ្នកល្បីអត់ដោយសារខ្ញុំមិនទាន់ល្បីអ្នកគ្នាជួយ follow ខ្ញុំយូរទៅខ្ញុំនឹងល្បីបានវីជាមិនខានទេសំណួរទី2គឺបារាំងឡប់សួរខ្ញុំថាអង្ការជប់ឡប់អត់អីទេថ្ងៃក្រោយជួបគ្នាលេងឲ្យប្រើខ្លាញ់មួយបារាំងនិយាយលយពេកនួនទី3ពីអាកូរ៉ាប្រប៉ិនកោដៃសួរថាបងវីរ៉តអាកូរ៉ានិងវីរ៉តមួយណាស្មោះជាងបាសណាវីរ៉តគឺជាមនុស្សស្មោះតាំងពីការបង្កើតផេកនឹងបងនោះដល់ឥឡូវមើលហើយផេកឥឡូវ 250k តើម៉ាស្មោះយូរយកមើលតាហ្វេនខ្ញុំទៅការជប់ស្មោះវីដេអូបងមើលយូរទៅឡើងស្មោះតាមហើយអើយឲ្យជប់ស្មោះមិនកើតបើយើងកើតមកជាមនុស្សស្មោះហើយនឹងណាគេទៅបោះចោលខ្លួនឯងហ៎បងឯងស្រឡាញ់គ្នាមួយសង្សារបងឯងប៉ុន្មានឆ្នាំប៉ុន្មានខែហើយស្រឡាញ់គ្នាដោយសារអីកាលពីយូរលងណាមហើយរត់នៅផ្ទះសុកហើយសាប់តែសង្សាររត់ដែលត្រូវជាសង្សាររត់ហ្នឹងគាត់ក៏ឆាតមកហើយគាត់តែនិយាយថាប៉ែហ្នឹងមែនតែបោះថាស្មោះរហូតទៅញោមមកចាំបានមនុស្សស្មោះចឹងគាត់ក៏បានឆាតមកញ៉ាយរត់យកហើយគាត់និយាយថាគាត់មិនដែរញ៉ាយពីណាគេទេឃើញប៉ែរត់ហ្នឹងឲ្យផុសស្មោះពេកសាក់ញ៉ាយវាមើលស្មោះអត់ទៅដល់ញ៉ាយទៅស្មោះយកមែនហើយស្រឡាញ់គ្នាប្រហែលខែប្រហែលឆ្នាំហ្នឹងគឺមួយឆ្នាំប្រហែលខែខ្ញុំគ្មានចាំទេដល់ទៅឆាតទៅសួរគាត់សិនបងធ្វើវីដេអូរងថ្ងៃមានផលពិបាកអ្វីខ្លះធ្វើវីដេអូវាមិនជាការពិបាកទេអ្នកគ្នាអីដែលពិបាកគឺយើងពិបាករក content ធ្វើយើងគួរធ្វើពីអីយើងមិនកាត់ផុសអត់តែប្រយោជន៍នោះទេយើងត្រូវរកកន្លែងណាដែលល្អមើលដើម្បីឲ្យ fan យើងមើលហើយយើងត្រូវដឹងថា fan របស់យើងនឹងគាត់ចូលចិត្តមើលអីហើយយើងដឹងថាយើងនឹងចង់ធ្វើអីឲ្យ fan យើងមើលបើដឹងថា fan យើងចូលចិត្តមើលអីហើយយើងកុំធ្វើអីឲ្យ fan យើងមើលប្រយ័ត្នគាត់មើលយូរទៅញ៉ាំមើលវីដេអូយើងអូតាមកាប៉ិតចឹងឯងបងតិចចឹងពេលងើបមកបាសអត់អើយបាសត្រែនឹងប្រូអើយទោះវាតិចប៉ុន្តែក៏នៅតែបាសតែអាសក់ខ្ញុំនឹងរឹងដល់កទោះខ្ញុំប្រើសាប៊ូមកអីក៏អត់ចឹងដែរប្រូអើយនឹងធ្វើម៉េចគេនេះតាំងពីបងឯងកើតមកធ្លាប់ម៉ែវាយអត់តាមកាប៉ិតហ្នឹងតាំងពីកើតមកម៉ែវាយតែ 10% ទេបើគាត់ជេរវិញ 90% អ្នកគ្នាមានតែបងនេះម្នាក់ទេតែឆ្ងល់ពី PC ខ្ញុំគាត់សួរថាទីខ្ញុំប្រភេទអីមានគ្រឿងបង្គុំអីខ្លះហើយលេងផ្អែកើតហើយ RAM និង CPU មានអីប្រាប់ផងអរគុណ Free Fire យើងវាអត់ CV ឆ្អែតទេអ្នកគ្នាទូអ្នកគ្នាប្រើ58 59ក៏គ្មានន័យដែរយើងត្រូវវា CPU ឲ្យខ្ពស់ CPU ដែលខ្ញុំកំពុងប្រើហ្នឹងគឺ CPU Ryzen 7 78X 3D ហើយ RTX វាវិញខ្ញុំប្រើត្រឹម50តេទេហើយខ្ញុំត្រូវការ live stream ចឹង RAM ក៏ខ្ញុំត្រូវការខ្ពស់ដែរ RAM ក៏ខ្ញុំដាក់ 32GB DDR5 ហើយ RAM ហ្នឹងគឺវាឡើងថ្លៃយកតែមែនតើមិនថាខ្ញុំចង់ PC ឥឡូវហ្នឹងក៏ពិបាកវេទនាដែរវាអត់សូវសំខាន់រឿង Mac រឿង brand មកទេសំខាន់ឲ្យតែវាខ្ពស់ CPU ខ្ពស់ VGA ខ្ពស់គឺវាខ្លាំងហើយអាមួយហ្នឹងគឺមួយទៀតគឺ monitor ហ្នឹងបើយើងលេង game FPS ក៏យើងត្រូវការ Hz វាខ្ពស់ដែរ monitor ដែលយើងកំពុងប្រើហ្នឹងគឺ monitor 300Hz 25 inch ហើយភាពច្បាស់របស់វាវិញតែ18ទេគេប្រើវាច្រើន 2K ខ្ញុំប្រើតែ18ទេដោយសារខ្ញុំចង់បាន FPS ខ្ពស់ចឹងមានន័យថា PC ខ្ញុំគឺស្វេចតែប៉ុណ្្នឹងទេចឹងសំណួរហ្នឹងខ្ញុំឆ្លើយបានខ្លះទេអ្នកសួរផ្សេងដូចគ្នាពេកខ្ញុំមិនបានរើសមកឆ្លើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអូខេបាយបាយអ្នកទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយបាយបាយ